ហើយបន្ទប់ទូចប៉ុណ្ណឹងនៅបានដែរបន្ទប់ទូចតែបែរដូចអ៊ំនៅទីណាក៏គេមានក្តីសុខដែរអារីកុំមកឌឺដងពូអសោះណាហើយតែមានមិនកំផុំហ្នឹងមិននៅស្អីតែម្នាក់ឯងហ្នឹងនៅកាដែររងឯនៅបានបើនៅបានណាអ្នកអត់គ្រប់គ្នាដែលគេនៅម្នាក់ឯងមិនស្លាប់អស់ហើយអារីនិយាយគ្នាស្រួលបើចានិយាយអត់ពេលនេះធំហើយធ្វើខ្លួនឲ្យសមជាមនុស្សធំផងកុំមកបកាយឈ្នះចាញ់ដូចកូនក្មេងអញ្ចឹងបានហើយបើទៅចាញ់ខ្ញុំត្រូវការទៅទៅណាទៅធ្វើការនៅណាទៅណាឬក៏ទៅធ្វើការនៅណាវាមិនពាក់ព័ន្ធជាមួយនឹងពូទេមិនពាក់ព័ន្ធមិនបើតូចជាអាណាព្យាបាលអារីជាអ្នកចិញ្ចឹមមើលថែអារីធំធាត់ឡើងមកមិនមានឆ្អឹងចាស់ហោះចោលអ្នកដែលមានកូនដែរមែនអញ្ចឹងសម្រាប់ថាមកហ្នឹងគឺទីកូនស្រីហ៎មិនមែនអញ្ចឹងទេតែអារីធ្វើតែគ្រប់ប៉ាតូចជាអ្នកទំនុកម្រងអារីធំធាត់ឡើងមកចានាងខ្ញុំសូមអរគុណលោកពូដែលជួយមើលថែនាងខ្ញុំតាំងពីក្មេងរហូតដល់ធំដឹងក្តីណាទូការមើលថែហ្នឹងជាការអាណិតអាសូរហើយណាមួយភ័យខ្លាចខ្លួនឯងបាបដោយសារជាដើមហេតុធ្វើឲ្យប៉ាម៉ាក់ខ្ញុំស្លាប់ក៏ដោយអារីពេលនេះខ្ញុំមិនតមានសមត្ថភាពសងគុណពូទេតែខ្ញុំនឹងខំរកលុយដើម្បីសងគុណពូឲ្យអស់សំដីចឹងក៏តែសងគុណអស់ដែរអស់ច្បាស់ជាអស់ហើយឲ្យតែខ្ញុំតាំងចិត្តទោះយូរប៉ុណ្ណាក៏ដោយក៏ខ្ញុំព្យាយាមដើម្បីសងគុណពូឲ្យអស់ដែរគិតថាមកប្រាប់ពូពីកន្លែងធ្វើការពូគ្មានសមត្ថភាព跑កន្លែងណារីធ្វើការមែនពូបងគិតមិនដែរសម្រាប់អ្វីដែលខ្ញុំសារសុំទៅកាន់បងលើកមុនហ៎គឺបងមានដំណឹងពីរដំណឹងមួយជាដំណឹងល្អហើយដំណឹងមួយទៀតគឺជាដំណឹងអាក្រក់តើអារីចង់ស្ដាប់មួយណាមុនគេខ្ញុំសូមដំណឹងល្អមុនណាបងដំណឹងល្អគឺបងបានសម្រេចចិត្តថានឹងធ្វើអាវលាយជាមួយសូត្រតាមដែលអារីស្នើសុំហើយណាពួកយើងពិភាក្សាគ្នាហើយគាត់ថាល្អអារីជាមនុស្សដែលបកកាយកែច្នៃហើយល្អទៀតបើសិនជាអានឹងចឹងទៅប្រកាសជាមានអ្នកគ្រប់គ្រងច្រើនអរគុណពួកបងច្រើនហើយចូលសម្រាប់ដំណឹងអាក្រក់វិញបងដំណឹងអាក្រក់ហ្នឹងគឺបងសូមបដូរពីសូត្រខ្មែរមកជាសូត្រដែលនាំចូលវិញនេះថាម៉េចពួកបងចង់ប្រើប្រាស់ជាមួយនឹងសូត្រនាំចូលគឺបែបនេះណាពួកយើងចង់ឲ្យវាចេញទៅសមស្របជាមួយនឹងស្ថានភាពរបស់ប្រជាជនដែរបើយើងប្រើប្រាស់ជាមួយនឹងសូត្រខ្មែរយើងមិនអាចលក់ក្នុងតម្លៃ1 ម៉ឺនបានទេវាត្រូវតែថ្លៃហើយបើសិនជាយើងប្រើជាមួយនឹងសូត្រនាំចូលយើងអាចនឹងលក់តម្លៃ1 ម៉ឺនបានបើសិនជាពួកបងនៅតែចង់បានបែបហ្នឹងខ្ញុំសូមផ្អាកជាមួយនឹងគម្រោងហ្នឹងហើយមូលហេតុចម្បងដែលខ្ញុំខំកែច្នៃជាមួយនឹងអាវយឺតជាមួយនឹងសូត្រខ្មែរនេះគឺខ្ញុំចង់លើកស្ទួយជាមួយនឹងសូត្រខ្មែរក៏ដូចជាផលិតផលខ្មែរដើម្បីឲ្យកាន់តែល្បីសុះសាយនៅក្នុងស្រុករបស់យើងដោយពួកបងខំឃើញស្រាប់ចឹងពីមួយឆ្នាំទៅមួយឆ្នាំអ្នកជិតខាងរបស់យើងគឺគេតែងតែចេញជាមួយនឹងឈុតថ្មីសូត្រថ្មីដែលមានតម្លៃធូរថ្លៃហើយថែមទាំងពេញនិយមនៅក្នុងស្រុកគេទៀតត្រឹមតែពេញនិយមនៅក្នុងស្រុកគេឥឡូវហ្នឹងក៏ពេញនិយមចុះមកដល់ស្រុកយើងដូចគ្នាដោយឧទាហរណ៍ងាយនៅពេលដែលមានពិធីបុណ្យទានម្ដងប្រជាជនយើងតែងតែរត់ទៅទិញជាមួយនឹងសម្ពុតបត់ដែលមកពីប្រទេសជិតខាងមូលហេតុអីគេយកឈុតទាំងអស់ហ្នឹងយកតែច្នៃជាមួយនឹងអាវយឺតឃើញសម្រាប់សស្អាតហើយថែមទាំងធូរថ្លៃថែមទៀតខ្ញុំនៅតែប្រកាន់ចំហខ្ញុំដូចដើមណាបងថាខ្ញុំត្រូវតែច្នៃឈុតដែលជាឈុតរបស់ខ្ញុំត្រូវតែមានលាយជាមួយនឹងសូត្រខ្មែរក៏ដូចជាកម្មាខ្មែរបើសិនជាពួកបងនៅតែមិនព្រមទេខ្ញុំក៏សូមរំសាយចោលដូចគ្នាបងនិយាយលេងទៅណាបងឃើញថារីមានសន្តិភាពខ្ពស់ហើយបងមិនខ្លាចទេនៅក្នុងការយកប្រជិតរបស់រីទៅវាយលុកនៅលើទីផ្សារខ្មែរយើងនេះបងនឹងច្បាស់ពីចារីហើយអ្នក design ដែលស្រឡាញ់របស់ជនជាតិអាយបែបនេះបងគួរតែលើកតម្កើងពួកបងនៅគ្នាប្រែខ្ញុំមែនណាបងធ្វើលេងទេណាចាំពួកបងសម្រាប់តែយកព្រមទៅតាមអ្វីដែលខ្ញុំផ្សាយសុំឯណាចឹងសង្ឃឹមថាពួកបងកាន់តែជំរុញចិត្តពួកខ្ញុំថែមទៀតសួរតាអត់ទេចានេះខ្ញុំសូមអរគុណលោកពូដែលជួយមើលថែនាងខ្ញុំតាំងពីក្មេងរហូតដល់ធំដឹងក្តីណាទូការមើលថែហ្នឹងជាការអាណិតអាសូរហើយណាមួយភ័យខ្លាចខ្លួនឯងបាបដោយសារជាដើមហេតុធ្វើឲ្យប៉ាម៉ាក់ខ្ញុំស្លាប់ក៏ដោយអារីពេលនេះខ្ញុំតមានសមត្ថភាពសងគុណពូឯងតែខ្ញុំនឹងខំរកលុយដើម្បីសងគុណពូឲ្យអស់សំដីចឹងក៏តែសងគុណអស់ដែរអស់ច្បាស់ជាអស់ហើយឲ្យតែខ្ញុំតាំងចិត្តទោះយូរប៉ុណ្ណាក៏ដោយក៏ខ្ញុំព្យាយាមដើម្បីសងគុណពូឲ្យអស់ដែរទោះប្រើពេលយូរប៉ុណ្ណាក៏សងគុណអស់មែនទេកាន់តែធំកាន់តែក្បាលរឹងបបាក់និយាយគ្នាអារីចង់ឲ្យប៉ាតូចខឹងលើឈួតមែនទេធំមិនចេះគិតសោះអញ្ចឹងចូលមកបងមិនតាន់ហើយការងារទេអ្ហ៎នៅទេបងកុំខំធ្វើការពេកមើលហៅពេលដើរលេងអារម្មណ៍ល្អខ្លះទៅខ្ជិលណាកុំខ្ជិលតើបងនឹងអាចដើរបានបងគួរតែហៅពេលខ្លះដើម្បីដើរលេងសប្បាយនឹងជីវិតកុំគិតតែពីការងារអញ្ចឹងមើលអូនបារម្ភណាអូនហងៃអូនបារម្ភពីបងណារាជសីបងខ្លាចបងឈឺហើយខ្លាចបងហត់នឿយទៀតអរគុណ
បើអញ្ចឹងបងទៅញ៉ាំអីជាមួយអូនណាអូនចង់បដាបងទៅញ៉ាំអីចង់ឲ្យគេមើលមកដឹងថាយើងជាអ្វីនឹងគ្នាអូនមិនចង់និយាយពីរឿងត្រូវរៀបការទៀតណាអូនដឹងច្បាស់ថាបងចង់រៀបការអញ្ចឹងយើងនៅអញ្ចឹងតទៀតក៏បានដែរជាសង្សារនឹងគ្នាបដាគ្នាទៅណាមកណាអូនចូលចិត្តពេលដែលគេទៅសារអូនថាសំគ្នានឹងបងខ្ញុំចូលចិត្តមនុស្សដែលយកពីខ្ញុំដោយសារអញ្ចឹងអូនចូលចិត្តបងថងពិបាកយល់អញ្ចឹងតាតែមិនអីណាទោះបីជាបងពិបាកយល់ប៉ុណ្ណាក៏អូននឹងព្យាយាមយកពីបងឲ្យបានច្រើនដែរណានេះជាស្អីបាទអូននឹងធ្វើឲ្យបងសុំអូនរៀបការឲ្យបានអត់ទេខ្ញុំគ្មានថ្ងៃរៀបការជាមួយអ្នកណាគេទាំងអស់សម័យនេះផលអ្វីដែលជាស្នាដៃខ្លួនឯងនៅក្នុង social media គឺបានផលល្អណាស់សំខាន់ឲ្យតែមានទូរស័ព្ទផលពេលណាក៏បាននេះដូរមុខស្រីទៀតទេបាច់ចាំបាច់ផ្ញើមកឲ្យខ្ញុំទៀតទេខ្ញុំមិនចង់មើលខ្ញុំមិនចង់ឃើញអីឃើញមុខនៅក្នុងទូរស័ព្ទអស់ចិត្តហើយមកជួបក្រៅទៀតជម្រាបសួរអ្នកមានគុណជាណាគេណារិស័យជម្រាបសួរមីងណាមីងនាងខ្ញុំគឺជាមនុស្សម្នាក់ដែលប៉ាតូចធ្លាប់ច្រឡំមិនប៉ាតូចទេគឺជាពូរិស័យធ្លាប់ចាំមើលថែបីបាច់តាំងពីក្មេងរហូតដល់ធំពូរិស័យចាប់ទុកខ្ញុំដូចជាក្មួយម្នាក់អញ្ចឹងណាបើសិនជាមីងគឺជាចង្សាររបស់ពូរិស័យឯងខ្ញុំគួរហៅថាមីងតាមពិតគឺក្មួយបងទេអរិយមិនញ៉ាំបាយជាមួយណាគេពូរិស័យផ្នែកគូមានបញ្ហាមែនមិនបានមកសួរពូអញ្ចឹងក៏ខ្ញុំគ្រាន់តែសួរឲ្យច្បាស់ហ្នឹងណាដោយសារឃើញថាពូរិស័យក៏ឃើញខ្ញុំស្រាប់ហើយឥឡូវហ្នឹងខ្ញុំកំពុងនៅម្នាក់ឯងចានមហូបក៏មានតែមួយហើយខ្ញុំបារម្ភខ្លាចពូរិស័យមានបញ្ហាផ្នែកទៅមើលឃើញកំពុងតែមានមនុស្ស3 4 5នាក់អង្គុយនៅកន្លែងខ្ញុំហ្នឹងណាអរិយមកឌឺដងពូមែនមានបានឌឺដងណាគាត់តែចង់ប្រាប់ថាពូចាស់ហើយពូគួរតែពាក់បន្តាទៅណាល្អជាងកុំឲ្យដើរសួរអីផ្ដេសផ្ដាស់ចឹងវាពិបាកស្ដាប់អរិយចាដល់នេះខ្ញុំញ៉ាំអាហារហើយអញ្ចឹងខ្ញុំសូមជម្រាបលាទៅមុនសិននេះពូហើយនឹងម៉េងchơiតាមសប្បាយចោលបើសិនជាខ្ញុំនៅក៏ខ្ញុំញ៉ាំចូលដែរក្ពើមុខអ្នកខ្លះបងចង់ទៅណានោះអត់ទេបើអត់អញ្ចឹងល្អហើយយើងទៅរកអីញ៉ាំហ្នឹងណាតែនេះមិនមែនជាក្មួយស្រីដែលបងតែម្លឹកដល់នាងនោះមានអីនៅក្រៅនាងស្អាតតាហើយគួរឲ្យស្រឡាញ់ទៀតគួរឲ្យខ្លាញ់ច្រើនជាងបងថាម៉េចអត់មានអីទេចាបងឃ្លាននេះទៅរកកន្លែងទៅណា
មកពីទីនេះមានក្មេងមិនចេះប្រុងប្រយ័ត្នហ្នឹងហើយអារីមកពីធ្វើខ្លួនមិនចេះប្រុងប្រយ័ត្នចឹងបានពូមកអាចបដៅឲ្យនៅម្នាក់ឯងបានណាមុននឹងចូលកតុបអត់ចេះមើលឆ្វេងស្ដាំមុននេះហើយចូលហើយមិនកំប្រំចាក់សោនេះសំណាងណាដែលជាពូជាអ្នកចូលមកចុះបើសិនជាអ្នកផ្សេងទៅទីនេះសុខភាពខ្លាំងណាស់សុខភាពអញ្ចឹងអារីគិតស្អីងាយអញ្ចឹងបាននេះគ្រប់ទីកន្លែងដែលគ្មានប៉ាតូចគ្មានអារីគ្មានសុខភាពទាំងអស់អាចរិតគិតស្អីងាយហ្នឹងតាំងពីតូចរហូតដល់ធំគួរខឹងណាមនុស្សចាស់មនុស្សចាស់ទីនេះសុខភាពខ្លាំងណាស់មានទាំងកាមេរ៉ាសុខភាពមានទាំងអ្នកចិត្តខាងដែលល្អមានអីគួរឲ្យខ្លាចទេឥឡូវហ្នឹងអ្វីដែលគួរឲ្យខ្លាចគឺពូចាំមកទៅអីចាំមកបន្ទប់ខ្ញុំធ្វើអីតើតែមានការទៅចូលមកបានមែនពូចេះណាព្យាបាលបារីខ្ញុំមិនមែនជាក្មេងទៀតទេណាហើយពូក៏ឈប់ល្មមយកអារឿងអាណាព្យាបាលនឹងយកមកនិយាយទៀតទៅខ្ញុំមិនមែនជាក្មេងដែលនៅក្រោមអាណានិគមរបស់ពូតាំងពី5ឆ្នាំមុនមកម៉េះខ្ញុំអត់ចង់រស់នៅពឹងពាក់អ្នកណាទៀតទេខ្ញុំចេះរកលុយចាយវាខ្លួនឯងបានទេក្អេងក្អាងណាគ្រាន់តែរកលុយចាយបានប៉ុណ្្នឹងសោះអារីគិតថាអាចរកលុយប៉ុណ្្នឹងអាចជួយអារីឲ្យចាយវាគ្រប់គ្រាន់មែនគ្រាន់ខ្ញុំចាយគ្រាន់ទោះបីខ្ញុំចាយមិនគ្រាន់ក៏មិនពាក់ព័ន្ធជាមួយនឹងអ្នកខ្លះដែរអ្នកខ្លះបានទេពូជួយចេញទៅក្រៅវិញថ្ងៃក្រោយមុននឹងចូលបន្ទប់អ្នកដទៃជួយគូទ្វារសូមអនុញ្ញាតគេសិនផងកុំចេះតែចូលផ្ដេសផ្ដាសពេកប្រយ័ត្នខ្ញុំប្តឹងខ្លាំងដៃណាអារីមិនមែនខ្លាំងដៃទេខ្ញុំគ្រាន់តែប្រាប់ឲ្យដឹងព្រោះថាពួកយើងទាំងពីរនាក់គ្មានអីពាក់ព័ន្ធជាមួយនឹងគ្នាទៀតទេឃើញមកពូពេលណាខ្ញុំចេះតែនឹកគិតដល់រឿងដែលពូធ្វើឲ្យប៉ាខ្ញុំស្លាប់អារីបានហើយឆាប់ចេញខ្ញុំមិនចង់និយាយដល់រឿងនោះទៀតទេទោះបីពូជាមនុស្សដែលឈាមត្រជាក់ចិត្តខ្មៅយ៉ាងណាក៏ដោយតែពូក៏ធ្លាប់ចាំខ្ញុំតាំងពីក្មេងកូនបងទាំងអស់ហ្នឹងខ្ញុំនឹងចងចាំពូមកនេះមិនបានឲ្យចងចាំនឹងកូនបងនេះតែពូចង់ឲ្យអារីចេះស្ដាប់សម្ដីពូហេតុអីត្រូវស្ដាប់ច្បាប់ក៏បានចែងរួចដែរថាមនុស្សគឺមានសិទ្ធិស្មើគ្នាខ្ញុំឥឡូវហ្នឹងក៏លើសអាយុដែលត្រូវស្ដាប់ពូទៀតដែរខ្ញុំចង់ធ្វើអីក៏បានមិនពាក់ព័ន្ធជាមួយនឹងពូទេក្បាលហ្នឹងមិនញ៉េះបកែតមាត់មិនដូរទេបើមករអ៊ូដោយតាចាស់អញ្ចឹងរួចហើយសូមចេញទៅវិញពូរាជសីកុំគិតថាខ្លួនឯងធំហើយចង់ធ្វើអីបានសេចក្ដីចិត្តសោះខ្ញុំធ្វើវាជារបស់ខ្ញុំសូមចេញខ្ញុំមិនមែនជាក្មេងទេណាហើយពូក៏ឈប់ល្មមយកអារឿងអាណាព្យាបាលនឹងយកមកនិយាយទៀតទៅខ្ញុំមិនមែនជាក្មេងដែលនៅក្រោមអាណានិគមរបស់ពូតាំងពី5ឆ្នាំមុនមកម៉េះខ្ញុំអត់ចង់រស់នៅពឹងពាក់អ្នកណាទៀតទេខ្ញុំចេះរកលុយចាយវាខ្លួនឯងបានណាបានហើយឆាប់ចេញខ្ញុំមិនចង់និយាយដល់រឿងនោះទៀតទេទោះបីពូជាមនុស្សដែលឈាមត្រជាក់ចិត្តខ្មៅយ៉ាងណាក៏ដោយតែពូក៏ធ្លាប់ចាំខ្ញុំតាំងពីក្មេងកូនបងទាំងអស់ហ្នឹងខ្ញុំនឹងចងចាំក្មេងអ្នកនេះនៅតែក្បាលរឿងបកាយតមកដដែលថាពីក្មេងទៅពិបាកនិយាយគ្នាដល់ធំឡើងកាន់តែពិបាកនិយាយគ្នាដែរមកពីអញ្ចឹងទៅពូមិនអាចបដៅអារីនៅតំណែងឯងបានកាន់តែធំកាន់តែស្អាតច្បាស់ជាមានពួកអប្រែតណាតាមស្រឡាញ់ច្រើនខាន់ពូគួរតែយកអារីមកនៅជាមួយវិញមិនមែនគាត់តែខ្លាំងដៃទេតែខ្ញុំប្រាប់ឲ្យដឹងឲ្យហើយពូយើងទាំងពីរនាក់អត់មានអីត្រូវតាក់ទងនឹងគ្នាទៀតទេឃើញមកពូពេលណាខ្ញុំកាន់តែគិតដល់រឿងដែលពូធ្វើឲ្យប៉ាម៉ាក់ខ្ញុំស្លាប់ពូគួរណាស់តែសប្បាយចិត្តនៅពេលដែលរីស្អប់ពូបែបនេះមិនបានមកទៅក៏ធ្វើអញ្ចឹងបើចាំមកនេះបើកាត់សុកបាយជាមកក្បែរអូយគួរឲ្យថយម្ដងមកធ្វើឲ្យស្អប់ម្ដងមកចេញទៅឆ្ងាយរាប់ឆ្នាំហើយឥឡូវហ្នឹងមកធ្វើជាបារម្ភយកចិត្តទុកដាក់នេះបាតូចគិតថាបេះដូងខ្ញុំនោះគឺជាផ្សារទំនើបដែលឲ្យបាតូចចេញចូលតាមតែចិត្តចង់ទិញអីវ៉ាន់ទៅណាក៏បានមែនហើយធុញមែនហើយបានរីជុកខ្វល់ទៀតណារឿងដែលឯងត្រូវខ្វល់គឺស្អែកហ្នឹងគឺជាការងារដែលឯងត្រូវធ្វើស្អែកហ្នឹងណារំងាប់អារម្មណ៍រីរំងាប់អារម្មណ៍ឈប់ខ្វល់ឈប់គិតឈប់ខ្វល់ពីតាចាស់ម្នាក់ហ្នឹងទៀតណា
គាត់គឺជាតាចាស់ហើយថែមទាំងចិត្តខ្លាយទៀតជប់ខ្វល់ពីអូនកាន់តែស្រឡាញ់អូនកាន់តែចង់បានបងទោះដឹងថាបងចាប់អារម្មណ៍ផ្សេងៗក៏ដោយក៏អូនមិននឹងឈប់ចិត្តដែលអូនស្រឡាញ់បងដែរពួកស្អីអស់នោះវាគ្មានស្អីស្មើនឹងអូនបានទេអូនគឺជាប្រពន្ធរបស់បងតែម្នាក់គត់រាល់ពេលដែលបងចេញទៅក្រៅបងតែងតែត្រឡប់មកវិញដើម្បីញ៉ាំម្ហូបដែលអូនបានធ្វើនិងកៅអៅដែលអូនបានរៀបចំឲ្យអូនចាត់ទុកថានោះគឺជាតួនាទីដែលប្រពន្ធត្រូវធ្វើដាក់ប្តីហើយអូននឹងធ្វើតួនាទីនេះឲ្យបានល្អសម្រាប់បងណាលោកដីអ្នកណាដែលចង់យកបងចេញពីអូននឹងកំចាត់ពីចោលមិនថាពេលនេះឬក៏ពេលណាបងគឺជារបស់អូនតែម្នាក់គត់ណាដូចជាស្អីគ្រប់យ៉ាងបងគឺជារបស់អូនមកស្ថាគេទៅអីប៉ាតូចមានកាអីប៉ាតូចសួរថាមកស្ថាគេទៅអីខ្លួនជាស្អីមិនចេះខ្មាស់គេទៅដែលចូលស្ថាគេទាំងថ្ងៃអញ្ចឹងហើយមកជាមួយពីណាអាចង្រៃណាដែលហ៊ានឲ្យចូលមកស្ថាគេចេញទៅវិញហ៊ានដេញពូចេញផងហ្នឹងដែលសារតែចង្រៃម្នាក់នោះអីកាន់តែប្រហើនណាដែលធ្វើខ្លួនពេលផ្ដាំមកជួយជាមួយនឹងផងអញ្ចឹងធ្វើអីមិនកំគិតដល់ចិត្តគេគ្រប់គ្នាផងជាពិសេសគិតដល់ចិត្តពូដែលខំចាំមើលថែមកតាំងពីទូដើម្បីឲ្យគេពិភាក្សាគ្មានកំព្រាបានណាស្អែកដល់ពូផងមែនណាអីកាន់តែធ្វើខ្លួនប្រេះផ្ដាស់ណាសង្ស័យតែនៅពីពូឆ្ងាយយូរពេកឯងបើមានអានិស័យអក្រក់ៗអញ្ចឹងបើពូដឹងថាក្មេងដែលពូខំចាំមើលថែមកមានចរិតអញ្ចឹងពូមិនចាំនៅខាពេលទេសុំទោសផងណាប៉ាតូចដែលខ្ញុំចរិតមិនល្អបើដឹងតែខ្លួនឯងចរិតមិនល្អមិនក៏មកព្រមកែដឹងហើយលឺហើយនៅតែធ្វើខ្លួនអញ្ចឹងទៀតប្រាប់មកអាចចង្អែដល់មកលវជាមួយណានេះវាជាពីណាគេវាចង់ស្ដាប់មែនទេដល់មកលវជាមួយនឹងក្មេងមកពូតែខ្ញុំមិនជាក្មេងមកប៉ាតូចទេគឺជាក្មេងមកពូតាំងពីថ្ងៃដែលពូយកមកចិញ្ចឹមមើលថែមកមែនគ្មានថ្ងៃណាដែលមិនមែនជាក្មេងនៅក្នុងការគ្រប់គ្រងរបស់ពូទេអាចចង្អែនោះវាជាពីណាគេវាចង់ស្ដាប់មែនទេបើមកលវជាមួយអាចចង្អែនេះគឺបងហើយយ៉ាងម៉េចឯងចង់វាយចង់ប្រហារបងលេខសាមកជុំអញទៅអីយ៉ាងម៉េចឯងវិញហើយមែនក្រុមគ្រួសារយើងធ្វើចំនួនតែតទៅនឹងស្ថាគារអីបើមកឲ្យខ្ញុំមកស្ថាគារតើលោកបងរាជសីនេះឲ្យខ្ញុំទៅណាវិញនេះក៏មកផងតែពូឲ្យពូយកច្រឡំទៅអីហើយចាំបាច់អរិយប្រាប់ទៅអីក្រុមនេះគឺជាស្ថាគាររបស់យើងមិនចឹងគឺគេមកទីនេះដើម្បីនឹងជួបយើងនឹងឯងឬមួយក៏ឯងចាស់ដល់ថ្នាក់ភ្នែកស្វាំងហើយខួរក្បាលឯងដើរយឺតទេមែនទេបានជានិយាយឯងចេះគិតចឹងខ្ញុំសុំទោសមកជួបបងរាជសាទៅអីគឺគេមកជួបយើងដើម្បីនឹងសម្រាប់ស្រួលការដើរម៉ូតជាមួយនឹងសម្លៀកបំពាក់របស់គេហ្នឹងយ៉ាងម៉េចឲ្យឆ្ងល់ទេពូប៉ាធំឥឡូវហ្នឹងប៉ាធំដឹងរឿងអស់ហើយមែនអត់អញ្ចឹងតោះយើងទៅនិយាយការងារតោះណាយ៉ាងអីចាំពូជួយនិយាយខ្ញុំតាមប៉ាធំព្រោះប៉ាធំជាអ្នករៀបចំអញ្ចឹងតោះចឹងអារីដើរមើលទៅកន្លែងណាដែលអារីចង់ធ្វើប្រាប់ប៉ាធំណាប៉ាធំតាមអារីហើយកុំភ្លេចកំណត់ចំនួនអ្នកដែលចូលរួមបានច្បាស់ផងព្រោះប៉ាធំចង់ឲ្យកម្មវិធីរបស់អារីល្អឥតខ្ចោះ
mình khuyên cái thời tại nhâm này à đi của phu không han ao à đi ca bị khmeng à đi chưa đã phu han steak ao mình chăm sầm đầy luôn ấy nha để tha và tôi han steak em mới này đi chưa chấp nhâm តែពេលនេះលេងឯង tại phu không han ao ấy à đi thời tại nhâm អ្នកណាសុំ à đi còn mất phơi trời đất khmeng này nè đã phu á អ្នកណាគេដែលចរិតក្មេងម្នាក់ឲ្យប្រកាសមនុស្សចាស់ខ្លះអាយុក្បាលចិត្តចូលលេខ4នេះប៉ុន្តែនៅតែមានចរិតរឹងតឹងទៅចិត្តបង្ខំអ្នកដតីយ៉ាប់ nè đại giáp cứ chỉ nè đại dậy chết đáp kia ngay អ្នកដែលនិយាយមិនចេះស្ដាប់គ្នាគឺជាមនុស្សចាស់ខ្លះហ្នឹងឯង nè đại giáp cứ chỉ nè đại dậy chết đáp kia អ្នកណាដែលនិយាយចេះស្ដាប់គ្នាខ្ញុំប្រាប់បេតាថាខ្ញុំមិនចង់មកនេះញ៉ាំបាយមួយបាតូចទេខ្ញុំចង់ទៅកន្លែងផ្សេង cho phu xuôi đã tha tới cái lại nãy chẳng phu chung tới កន្លែងណាក៏បានឲ្យតែគ្មានបាតូច à đi nhâm á អត់ à đi ខ្ញុំមិនញ៉ាំ bao mà nhâm mà nặng tới chẳng phu hai em xe nhâm ខ្ញុំមិនញ៉ាំទាំងអស់មិនចូលចិត្ត hai đây មានបាតូចខ្ញុំញ៉ាំអីក៏មិនចូលដែរមិនចង់មិនឃ្លានមិនចូលចិត្ត và hai chị phu ai ở đấy nó trai bị phu UP kia ba ở đấy mới chỉ được mình nè do từ chơi con ai mà khoa bè làm kia chăng បាតូចអ្នកដែលមិនខ្វល់ពីចិត្តអ្នកដតីគឺតែខ្លួនឯងគឺមិនជាខ្ញុំទេតែគឺជាមនុស្សចាស់ខ្លះហ្នឹងឯងកាន់តែចាស់កាន់តែពិបាកនិយាយគ្នាគេនិយាយខុសមែនណាមនុស្សប្រុសកាន់តែចាស់កាន់តែគួរឲ្យធន់មិនដូចប្រុសក្មេងផ្សេងៗទេ đôi pro khmeng bên đây thằng mày bên đây thả ở đấy thôi tại tao chỉ muốn nông phụ hoặc mấy ông đâu mày này ហើយគឺខ្ញុំធ្លាប់មានសង្សារជាប្រុសក្មេងហើយក្មេងៗអស់នោះគេគួរឲ្យស្រឡាញ់ថាមិនតានគេយកចិត្តទុកដាក់គេមើលថែអារីហើយគេថែតាមចិត្តអារីគ្រប់បែបយ៉ាងទៀត à đấy thôi bên song sao mày này song sao của mày nè hai phu nữa nè sẽ tỏ họ mà điểm đây bên đây tha phải chân của lòng mà đi à đấy thôi tại tao chỉ muốn cái chọn nè mày này ចាបាតូចមានសង្សារច្រើនអ្នកខ្លាំងណាស់ពេលខ្លះក្នុងមួយខែខ្ញុំតាក់ទង2នាក់ក៏មានដែរហើយបើពេលខ្លះវិញខ្ញុំតាក់ទង3 4 5នាក់ក្នុងពេលតែមួយអូយវាមិនជិះផលរីទេណាធ្វើម៉េចទេអារីគឺជាមនុស្សម្នាក់ដែលមានសំណាងមានមុនស្នេហ៍ជួបមនុស្សប្រុសល្អៗជាច្រើនក្នុងពេលតែមួយហើយបើសិនជាយើងតាក់ទងតែម្នាក់2នាក់វាគួរឲ្យស្ដាយអញ្ចឹងយើងតាក់ទងទាំងអស់ក្នុងពេលតែមួយទៅវាល្អជាងធ្វើម៉េចទេខ្ញុំជានារីជោគជ័យ à đi បាតូចនៅមិនទាន់អស់ណាបើសរុបមនុស្សប្រុសដែលខ្ញុំតាក់ទងហើយចិត្តដិតទៀតដែរវាប្រហែលជា thèm nè à đi អូយបាតូចភ្ញាក់ផ្អើលធ្វើអីហ្នឹងត្រឹមតែ50នាក់សោះហ្នឹងអានេះខ្ញុំគ្រាន់តែរាប់ត្រឹមតែជាមនុស្សប្រុសដែលខ្ញុំតាក់ទងហើយចិត្តដិតទេណាហើយបើនិយាយពីអ្នកមិនចិត្តដិតវិញវាអាចទៅខ្ទង់ច្រើន trông vậy đây phu mình cho sao tổng vừa họ bà đấy chơi មិនមែនជាទង្វើអាក្រក់ផងវាជាទង្វើដែលអួតអំពីមុនស្នេហ៍របស់រីទេណាធ្វើមិនចឹងណបើរីមិនដែលមានអ្នកសួរពីសង្សារផងយូរមានគេសួរម្ដងអួតតិចទេណា trông vậy hai chắp nhâm ơi chúc tất à đi trong thế nào à đi phu xuôi để trong thế nào thì thang ấy nếu mà nhâm ấy chỉ một cái គឺចង់តាមទឹកទឹកដើម្បីនោមបាតូចតាមមួយគ្នាតោះ bà chứ mấy cầm phòng về tao xin đố mắt ឃើញមិញហើយមិនគិតគួរសមខ្លះទេក្មួយក្រៅខោសួស្ដីនេះឯងប្រើពាក្យសួស្ដីជាមួយនឹងមនុស្សដែលមានអាយុច្រើនជាងឯងអញ្ចឹងហើយណាមួយយើងក៏មិនមែនជាមនុស្សធម្មតាដែរយើងជាសង្សាររបស់ពូឯងអញ្ចឹងបើប្រៀបធៀបជាឋានៈទៅគឺឯងគួរតែលើកដៃជំរាបសួរយើងមិនក៏គ្មានសិលធម៌បែបនេះចាជំរាបសួរអ្នកមិញអាយុច្រើនមនុស្សចាស់មិញមករកយើងមានតែប៉ុណ្្នឹងឯងគឺយើងចង់មករាក់តែឯងហ្នឹងណាក្នុងនាមជាសង្សាររបស់រាជសីហើយក៏ចង់ឲ្យយើងនេះមានភាពស្និទ្ធស្នាលជាមួយគ្នាជាងមុនដែរក្នុងពេលដែលរាជសីហើយយើងមកទីនេះឲ្យនិយាយគ្នាយើងគួរតែនិយាយគ្នាក្នុងនាមជាមីងថ្លៃនិងក្មួយថ្លៃទៅបាតូចហើយមិញមកគឺមែនទេរាជសីចង់ឲ្យពួកយើងយល់ចិត្តគ្នាហ្នឹងណាទោះបីជាឯងមិនមែនជាក្មួយបកាក៏ដោយត្រឹមតែជាក្មេងដែលគេយកមកឧបត្ថម្ភតែគេក៏ខ្វល់ខ្វាយពីឯងដែរណាមើលតែមិញដូចជាដឹងរឿងខ្ញុំច្រើនដល់ហើយណោះយើងដឹងច្បាស់ណាស់ព្រោះថារាជសីតែងតែនិយាយប្រាប់យើងពីក្មេងដែលកំព្រាឪពុកស្លាប់ចោលហើយយើងក៏ឃើញថាម្នាក់នោះគឺមានតែឯងទេអញ្ចឹងយើងក៏មិនបាច់ចាំបាច់គិតច្រើនដែរជួបឯងខាងក្រៅមើលទៅដូចជាគួរឲ្យស្រឡាញ់ហើយស្អាតដែរគ្រាន់តែស្អាតមិនដល់យើងអស់នៅគឺយើងចង់សួរឯងបន្តិចទៀតណាបាច់ចាំបាច់សុំទេចង់និយាយអីក៏និយាយមកមុនហ្នឹងមិញនិយាយដូចជាច្រើនដល់ហើយមើលទៅដូចជាមនុស្សដែលមិនធ្លាប់និយាយនៅផ្ទះអញ្ចឹងនេះឯងចង់ថាយើងទៅប៉ែមែនខ្ញុំរួចហើយខ្ញុំសុំចេញទៅមុនណាឈប់សិនយើងចង់សួរឯងសិនថាឯងនឹងទៅនៅផ្ទះជាមួយរាជសីវិញឬក៏អត់ហេតុអីមិនមិញសួរអញ្ចឹង
គឺម៉ាក់ខ្ញុំមិនចូលចិត្តម៉ូដញ៉ៃញ៉ៃទេគាត់ចូលចិត្តឈុតក្នុងធម្មតាឈុតក្នុង ឈុតក្នុង ម៉ាក់របស់ខ្ញុំគាត់រវល់គាត់ឲ្យខ្ញុំមកទិញ 4-5 ឆ្នាំហី បងពិតជាបកាយយកចិត្តអូនមែនទេអាហ្នឹងស្អាតមែនហ៎ហើយបងចង់ឲ្យអូនពាក់ឲ្យបងមើលពេលណា ពេលណាក៏បានដែរ យប់ហ្នឹងល្អអត់ មិនល្អមិនល្អទេណាបើខ្មៅសារ៉ាបងថាទៅមើលឈុតបងផ្សេងវិញណា ម៉េចហ៎ពេលដែលអូនពាក់ឈុតនេះទៅមើលទៅសិចស៊ីសមជាមួយនឹងអូនដែរអត់ ស្អាតណាស់ហើយពាក់សមទៀត សមមែនហ៎អុយបងកុំអែក្នុងអូនឯណាអូនឲ្យបងជួយពាក់ឲ្យអូនឯណាមិនឲ្យបងមកធ្វើអញ្ចឹងទេស្អាតខ្លាំងណាស់តែគីឡូបងចូលចិត្តនៅពេលដែលអូនមិនពាក់អីសោះ